ជំរាបសួរក៏ដូចជាសួស្តីប្រិយមិត្តអ្នកមើល YouTube ទាំងអស់គ្នាស្វាគមន៍មកកាន់ Channel កូន Trend ថ្ងៃនេះផងដែរខ្ញុំនឹងសម្រាយរឿងមួយដែលមានចំណងជើងថាបិសាចចិញ្ចើមលឿងតាំងខ្លួនជាព្រះតោះចង់ដឹងថាតើសាច់រឿងរបស់យើងគេបង្កប់នូវអត្ថន័យអ្វីខ្លះតាមដានទស្សនាជាមួយខ្ញុំទាំងអស់គ្នាកាលពីដើមឡើយមានបិសាចចិញ្ចើមលឿងនិងជីនចាងជឺបានផ្សាយគ្នាអំពីទស្សនៈរៀងៗខ្លួនដោយទស្សនៈរបស់ជីនចាងជឺផ្លូវធម៌មនុស្សលោកមានសភាវគតិល្អពីកំណើតហើយការប្រព្រឹត្តអំពើល្អឬការលះបង់បាបគឺជាជំរឿពិតប្រាកដដែលកើតចេញពីការភ្ញាក់រលឹកនិងការអប់រំចិត្តចំណែកឯទស្សនៈរបស់បិសាចចិញ្ចើមលឿងវិញផ្លូវបិសាចមនុស្សលោកកើតមកពោពេញទៅដោយភាពអាត្មានិយមភាពលោភលន់និងអំពើអាក្រក់តាំងពីកើតមកធម៌អាឬសិលធម៌ដែលមនុស្សប្រកាសកន្លងមកគ្រាន់តែជារបាំងមុខខ្លែងបន្លំតែប៉ុណ្ណោះឲ្យតែមានការលបួងចំគោលដៅមនុស្សនឹងបោះបង់សិលធម៌ចោលហើយត្រឡប់ទៅរកសភាវគតិសាហាវព្រៃផ្សៃវិញដូច្នេះពួកគេក៏បានចេញទៅកាន់ពិភពលោកដើម្បីចង់បង្ហាញអំពីទស្សនៈរៀងៗខ្លួនសាច់រឿងចាប់ផ្ដើមឡើងនៅក្នុងរដូវរងាដ៏ត្រជាក់សន្ធោសន្ធៅមួយសត្វសមុទ្រមួយក្បាលបានអណ្ដែតនៅលើផ្ទៃសមុទ្រជិតភូមិអ្នកនេសាទដែលកំពុងតែជួបវិបត្តិអត់ឃ្លានអ្នកនេសាទបានបង់សំណាញ់ចាក់វាហើយក៏បានយកវាមកភូមិអ្នកស្រុកអ្នកភូមិទាំងអស់មានការភ័យខ្លាចនិងមិនហ៊ានចូលចិត្តសត្វនោះឡើយនៅពេលដែលអ្នកភូមិបំរុងនឹងសម្លាប់វាដោយការដុតវាក៏បានវះពោះដើម្បីបញ្ចេញគុជខ្យងមានតម្លៃមួយចំនួនចេញមកអ្នកភូមិមានការឆ្ងល់ជាខ្លាំងហើយក៏បានយកគេធ្វើជាព្រះថ្ងៃបន្ទាប់បិសាចចិញ្ចើមលឿងបានប្រាប់អ្នកភូមិថាខ្លួនត្រូវបានផ្ញើមកដើម្បីសង្គ្រោះពួកគេពីភាពអត់ឃ្លានព្រមទាំងជួយព្យាបាលជំងឺផងដែរពីមួយថ្ងៃទៅមួយថ្ងៃបិសាចចិញ្ចើមលឿងបានឲ្យទ្រព្យសម្បត្តិព្យាបាលជំងឺនិងធ្វើព្យុះធ្វើភ្លៀងដើម្បីឲ្យបានត្រីពីសមុទ្រដោយមិនឲ្យអ្នកភូមិលំបាកឡើយបិសាចចិញ្ចើមលឿងតែងតែប្រាថ្នាចង់បានតំណែងជាព្រះគេបានឲ្យអ្នកភូមិធ្វើជាវត្តអារាមនិងតែងខ្លួនជាព្រះដើម្បីឲ្យមនុស្សលោកសំពះនិងថ្វាយបង្គំផងដែរប៉ុន្តែទោះបីជាគេពាក់ស្បែកជាព្រះយ៉ាងណាក៏ដោយចិត្តគំនិតរបស់គេនៅតែជាបិសាចដ៏កំណាចដដែលថ្ងៃមួយគេក៏បានបង្ហាញអំពីអំណាចរបស់គេឲ្យអ្នកភូមិទាំងអស់បានឃើញដំបូងឡើយអ្នកភូមិបានយកទ្រព្យសម្បត្តិបន្តិចបន្តួចសម្រាប់តែការរស់នៅតែប៉ុណ្ណោះប៉ុន្តែថ្ងៃនេះអ្នកភូមិក៏បានផ្ទុះឡើងនៃភាពលោភលន់នៅពេលដែលពួកគេឃើញថានៅក្នុងខ្លួនសត្វនោះមានទ្រព្យសម្បត្តិនិងរបស់របរមានតម្លៃជាច្រើនចិត្តលោភលន់ក៏ចាប់ផ្ដើមកើតមានឡើងពួកគេក៏បានកាប់យកសាច់យកទ្រព្យសម្បត្តិនិងគ្រឿងក្នុងសត្វនោះយ៉ាងសាហាវព្រៃផ្សៃផងដែរនៅទីបញ្ចប់ភាពលោភលន់បានធ្វើឲ្យពួកគេបាត់បង់នេសការរហូតទាញយកអាវុធមកសម្លាប់បងប្អូននិងអ្នកភូមិដូចគ្នាដើម្បីដណ្ដើមយកផលប្រយោជន៍បិសាចចិញ្ចើមលឿងអះអាងថាចិត្តមនុស្សអាក្រក់តាំងពីកំណើតប៉ុន្តែនៅក្នុងការសាកល្បងនោះគេខ្លួនឯងគឺជាអ្នកដែលទៅលបួងនិងដាស់ភាពអាក្រក់របស់ពួកគេឲ្យផ្ទុះឡើងគេមិនបានបកស្រាយពីធម្មជាតិពិតរបស់មនុស្សទេប៉ុន្តែគេជាអ្នកជំរុញឲ្យកើតមានមហន្តរាយនោះដោយផ្ទាល់ទៅវិញដូច្នេះមនុស្សមិនមែនកើតមកអាក្រក់ភ្លាមៗនោះទេតើតែមានការលបួងការបង្រៀនការបង្ហាត់បង្ហាញទើបមានភាពអាក្រក់កើតឡើងទោះបីជាពិភពលោកពោពេញទៅដោយការលបួងនិងភាពអាក្រក់យ៉ាងណាក៏ដោយតែការតស៊ូដើរលើផ្លូវត្រឹមត្រូវនិងការជំនះភាពលោភលន់គឺជាកម្លាំងពិតប្រាកដដែលផ្លូវបិសាចមិនអាចយកឈ្នះបានសម្រាប់សាច់រឿងរបស់យើងគឺបានបញ្ចប់ទៅប៉ុណ្ណេះឯងអរគុណបងប្អូនដែលតាមដានទស្សនាតាំងពីដើមរហូតដល់ចប់កុំភ្លេចតាមដាននៅរឿង Animation Short Film បែបខ្លីៗជាមួយខ្ញុំនៅវីដេអូបន្តផងដែរបាយបាយ